4 content สำคัญដែលម្ចាស់អាជីវកម្មគួរធ្វើមិនថាជាម្ចាស់អាជីវកម្មអីក៏ដោយមុខរបរអីក៏ដោយមិនថាលក់អាហារមិនថាអចលនៈទ្រព្យមិនថាពេទ្យដុកទ័រមិនថា skin care មិនថាអីក៏ដោយមិនថា LED សហគ្រិន10ណាក៏ដោយគឺត្រូវតែប្រើ4ប្រភេទ content នេះជានិច្ចទី1នេះគឺយើងបង្ហាញពីចំណុចឈោលេចធ្លោដែលយើងឈោធ្វើអាជីវកម្មរបស់យើងនេះរឿងទី2នេះគឺជា clip ដែលយើងបង្ហាញវប្បធម៌នៃអង្គភាពរបស់យើងនេះថាអង្គភាពយើងបែបណាប្រភេទទី3គឺ clip ដែលយើងមានអាសកម្មភាពជាប្រចាំថ្ងៃដូចជា case អតិថិជន case អ្នកមកប្រើសេវាកម្មមួយទៀតក៏យើងធ្វើ clip លក់ promotion អីតិចតួចបន្ថែមតែចំណុចដែលខូចធ្វើគឺខូចច្បាច់ 3-4 នេះចូលគ្នាធ្វើភ្នែកទេមិនត្រឹមតែគេស្គាល់ទេណាធ្វើឲ្យគេចាំថានេះយើងមានចំណុចលេចធ្លោកន្លែងណាឧទាហរណ៍ដូចជា clinic កែសម្ផស្សមួយនេះគឺយើងសំដៅទៅដល់អារម្មណ៍អតិថិជនណាហុកដោយឲ្យ clip viral រឿងទី2នេះគឺយើងសម្ដែងអ្នកសកម្មភាពដែលយើងកំពុងដំណើរការនៅក្នុង clinic យើងនេះបែបណារឿងទី3នេះយើងនឹងលម្អិតប្រើគ្រីមអីយើងធ្វើបែបណារឿងទី4នេះគឺយើងបង្ហាញពីអាជ្ញាប័ណ្ណការធានាដែលយើងច្បាស់លឿនត្រឹមត្រូវយើងជំនាញអាជីពយើងគ្មានថ្ងៃដែលធ្វើឲ្យខូចអតិថិជនណាគឺវាជាការធានាដែលធ្វើឲ្យអតិថិជននេះទុកចិត្តថានេះមិនអាចខូចមុខអតិថិជនហើយបើយើងទទួលខុសត្រូវច្បាស់លឿនចំណុចនេះឯងដែលបញ្ជាក់ថាហេតុអីបានគេរើសយើងណាការធ្វើទីផ្សារដែលអស្ចារ្យធ្វើឲ្យយើងមិនចាំបាច់និយាយលក់ឧទាហរណ៍ការធ្វើទីផ្សារដូចជាមនុស្សប្រុសមនុស្សស្រីស្រឡាញ់គ្នាបើមនុស្សប្រុសមកប្រាប់ថាអូយខ្ញុំស្រឡាញ់អូនឯងណាការជាមួយបងទៅបែបនេះគេហៅថាទីផ្សារត្រង់ប្រភេទទី2ស្រឡាញ់បងទៅចាំបងទិញផ្ទះអយចាំបងទិញឡានអយប្រភេទបែបនេះគេហៅថាប្រើ promotion អញ្ចឹងតើទីផ្សារគឺជាអីឧទាហរណ៍ថានៅក្នុងមួយភូមិនេះមនុស្សប្រុសនិងស្រី2នាក់នេះអត់ដែលស្គាល់គ្នាទេប៉ុន្តែមនុស្សប្រុសនោះល្បីមែនទែនពេញមួយភូមិនឹងឮតែឈ្មោះហើយធ្វើឲ្យស្រីប្រាថ្នាចង់រស់នៅប្រាថ្នាចង់កាយជាមួយអានេះឯងគេហៅថាទីផ្សារអានេះឯងគេហៅថាធ្វើ marketing វាឯងនឹង branding ណាហេតុអីបានគ្រប់ក្រុមហ៊ុនគ្រប់អាជីវកម្មអត់បង្កើនការលក់អត់ចំណេញពេលខ្លះចំណេញក៏ខាតដើមដោយសារអីអត់ព្រោះការដែលយើងចេញមកលើកអនឡាញយើងមិនមែនមក branding ទេយើងមក saving យើងមកលក់ធ្វើ promotion បញ្ចុះតម្លៃចែកថែមការពិតទៅការធ្វើទីផ្សារបែបនេះវាធ្វើឲ្យខូច brand យើងខ្លាំងមែនទែនណាយើងដែលឃើញអត់យើងទិញ Apple មិនថា brand Tesla brand Coca brand ធំយើងដែលមើលឃើញពួក sale គេដែលមកលក់ promotion ចែកថែមអត់ឃើញ17 Pro Max នឹងគ្នាចាំទិញរំភើបហើយយើងអត់មានអារម្មណ៍ថាថ្លៃទេដោយសារអីគេអត់បានលក់ function ទេគេលក់ emotional មានតែលក់អារម្មណ៍ធ្វើឲ្យយើងនេះបងប្រាថ្នានេះចង់ប្រើរបស់នឹងគឺវាមានគុណតម្លៃវាលើកតម្លៃអីមួយយ៉ាងឲ្យខ្លួនឯងណាហើយចំណុចនេះឯងដែល brand ធំគេអត់ចាំបាច់ sell promotion ទេដោយសារអីគេធ្វើ marketing branding គឺដល់កម្រិតរហូតដល់គេលក់100ឆ្នាំឥឡូវយើងមើលតែ Steve Jobs គិតទៅបាត់ហើយមែនទេ brand នៅតែមានគុណតម្លៃខ្លាំងមែនទេអញ្ចឹងហើយនៅមុននឹងយើងបង្កើត brand ណា brand មិនមែនជា logo ទេណាបើ brand មានតែ logo គឺ brand អត់ញៀនយើងត្រូវមកគិតដំបូងបំផុតគឺក្រុម target របស់យើងក្រុមគោលដៅយើងសិនបន្ទាប់មកយើងមកកំណត់បញ្ហារបស់ក្រុមគោលដៅបន្ទាប់ពីកំណត់បញ្ហារបស់ក្រុមគោលដៅហើយយើងមកបំពេញតម្រូវការបន្ទាប់មកបានផលិតផលចេញហើយយើងភាគច្រើនធ្វើផ្ទុយយើងទៅផលិតផលសិនដាក់ packaging ឡងស្អាតឬក៏មកដាក់លក់មកធ្វើ promotion មកបញ្ចុះតម្លៃស្មើនឹងយើងណាមកអួតថានេះផលិតផលខ្ញុំល្អមកនិយាយថាតួនាទីតែវាអត់បានយល់ស៊ីចម្រៅពីក្រុមគោលដៅយើងនឹងមានអីដល់ពេលយើងគិតមុនមិនយើងផលិតអីវ៉ាន់ក្រោយក៏យើងនឹងងាយធ្វើទីផ្សារមែនទេណាហើយហេតុអីក៏យើងចាំបាច់ធ្វើការឡងធ្ងន់ឡងហត់នេះចំណុចនេះដែលយើងធ្វើផ្ទុយវាធ្វើរំលងអា step ហ្នឹងមកការពិតណានេះឯងគឺចំណុចនៃការធ្វើ marketing គឺជាការដែលយើងមិនចាំបាច់លក់ប៉ុន្តែគេនឹងសួររកទិញយើងអញ្ចឹងក្រុមហ៊ុនឬក៏អាជីវកម្មអ្នកទាំងអស់គ្នាយើងផ្ដោតទៅលើការលក់ឬការធ្វើ marketing ច្រើនជាង comment ប្រាប់ខូចពីអ្នកមួយ